ចូលមកដល់ខ្ទង់គោគឺជាភេទចំណោទរបស់មេរៀនសំណុំនៅក្នុងហ្នឹងគេឲ្យយើងរកអំពីចំនួនអ្នកដែលប្រើប្រាស់ Telegram ផងហើយនិង Messenger ផងជាដំបូងគឺយើងត្រូវតាំងអក្សរ U ធំមួយគឺជាចំនួនមនុស្សទាំងអស់ហើយអក្សរ T ធំគឺជាចំនួនអ្នកដែលប្រើ Telegram និងអក្សរ M ធំជាចំនួនអ្នកដែលប្រើប្រាស់ Messengerតាមបំរាប់ដែលមាននៅក្នុងប្រធានលំហាត់គឺយើងដឹងថាមនុស្សទាំងអស់មានចំនួន35នាក់ n នៃ u ធំស្មើនឹង35 n នៃ t មានន័យថាអ្នកដែលប្រើប្រាស់ Telegram មានទាំងអស់23នាក់ហើយ n នៃ m អ្នកដែលប្រើប្រាស់នៅ Messenger មាន20នាក់ n នៃ t ប្រជុំ m ហើយមិនពីលើតែមានទាំងអស់ចំនួន8នាក់ចឹងសំណួរគេអ្នកដែលប្រើប្រាស់ទាំងពីរកម្មវិធីគឺគេចង់បានអំពី n នៃ t បន្សប់ m គឺត្រូវយកចំនួនអ្នកដែលប្រើប្រាស់ Telegram បូកជាមួយនឹងចំនួនអ្នកដែលប្រើប្រាស់ Messenger ហើយទៅដកជាមួយនឹងចំនួនអ្នកដែលប្រើប្រាស់យ៉ាងហោចណាស់មួយក្នុងចំណោមកម្មវិធីទាំងពីរហ្នឹងប៉ុន្តែអ្នកដែលចូលចិត្តប្រើមួយក្នុងចំណោមកម្មវិធីហ្នឹងគឺ n នៃ t ប្រជុំ m គឺវាត្រូវស្មើចំនួនទាំងអស់គឺ n នៃ u ធំទៅដកអ្នកដែលមិនចូលចិត្តប្រើកម្មវិធីមួយក្នុងចំណោមពីរហ្នឹងគឺ t ប្រជុំ m ហើយមិនពីលើគឺ35ដកនឹង8វាស្មើនឹង27នោះn នៃ t បន្សប់ m វាស្មើជាមួយនឹង n នៃ t គឺ23បូក n នៃ m 20និងដក27ស្មើ16ដូចនេះចំនួនអ្នកដែលប្រើ Telegram ផងនិងប្រើ Messenger ផងមានទាំងអស់ចំនួន16នាក់